mình chăm bách prap vìการលំបាករបស់អ្នកទៅអ្នកដទៃទេមនុស្សគ្រប់គ្នាមានការលំបាកផ្ទាល់ខ្លួនក្នុងជីវិតពេលខ្លះការឈឺចាប់របស់អ្នកដទៃមិនអាចយល់បានហើយក៏មិនអាចជួយអ្វីបានឡើយពេលខ្លះការនឿយហត់របស់អ្នកដទៃមិនអាចជួយសម្រាលបានទេហើយក៏មិនអាចជួយទទួលយកបានដែរចំពោះមនុស្សដែលខ្វល់ខ្វាយពីអ្នកប្រសិនបើអ្នករស់នៅមិនបានល្អនឹងធ្វើឲ្យពួកគេកាន់តែព្រួយបារម្ភរីឯមនុស្សដែលមិនខ្វល់ខ្វាយពីអ្នកប្រសិនបើអ្នករស់នៅមិនបានល្អនឹងធ្វើឲ្យពួកគេសើចចំអកជាក់ជាមិនខានធ្វើជាមនុស្សពេញវ័យម្នាក់ត្រូវរៀនដាក់អារម្មណ៍ឲ្យស្ងប់ស្ងាត់ត្រូវរៀនពីរបៀបរំលាយអារម្មណ៍ដោយខ្លួនឯងរៀនបន្ធូរភាពតានតឹងដោយខ្លួនឯងនិងរៀនកែតម្រូវអារម្មណ៍ដោយខ្លួនឯងទោះបីជារមាស់នៅលើដងខ្លួនឬឈឺចាប់នៅក្នុងចិត្តក៏ដោយអ្នកដទៃមិនអាចជួយអេះឲ្យអ្នកបានទេជំនួសឲ្យការត្អូញត្អែប្រាប់គេឯងគួររៀនរំលាយអារម្មណ៍និងរៀនទទួលយកដោយស្ងៀមស្ងាត់ពីបាចិត្តគ្មានអ្នកលោឈឺបេះដូងក៏គ្មានអ្នកថា